រឿងកវ៉ាបតិមាននប់ក៏នៃការសាងទីសេនាសនៈសម្រាប់អ្នកធ្វើដំណើរក្នុងសាសនាប្រសម្ពោប្រនាមកាសបៈមានគង្វាលគោម្នាក់ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានឃើញភិក្ខុមួយអង្គជាប្រខៃណាស្របនិមន្តទៅបិណ្ឌបាតក្នុងភូមិរបស់ខ្លួនដល់លោត្រឡប់ចេញអំពីភូមិមកវិញទៅគង់ឆាន់កដាលថ្ងៃទីវាលឆ្ងាយអំពីភូមិនោះបន្តិចឯភូមិនោះគ្មានដើមឈើជាម្លប់ទេព្រោះតាំងនៅកណ្ដាលទីវាលស្រឡះឯនាយក៏បានឃើញយ៉ាងនេះហើយក៏គិតថាបើអញធ្វើខ្ទមត្រង់នេះមួយសម្រាប់អ្នកធ្វើដំណើរប្រហែលជាប្រធេរៈលោកចូលទៅជ្រកក្នុងខ្ទមរបស់អញមិនខានលោកគិតដូច្នោះហើយក៏កាប់កូនច្រេះ4ដើមយកមកបោះធ្វើជាសសរយកមែកនិងស្លឹកបាំងពីលើហើយក៏ចូលទៅបវារណាខ្ទមនោះដល់ប្រធេរៈក៏តែងតែចូលទៅឆានចង្ហានៅក្នុងខ្ទមនោះរាល់ថ្ងៃក្រោយមកបានយកកូនច្រេះមួយដើមទៅដាំនៅមុខខ្ទមនោះទៀតដើម្បីធ្វើជាម្លប់នាយក៏បានដល់អស់អាយុបានតកើក្នុងចាតមហារាជការមានស្រីទេអសរចោមរោមមីដេកដាស់ពេញវិមានប្រាសាទនៅមុខប្រាសាទនោះមានដើមច្រេះមួយដើមធំមានផ្កានិងស្លឹករីកស្គុះស្គាយដុះឡើងជាគ្រឿងលម្អដោយអំណាចផលដែលបានសាងខ្ទមនិងដាំដើមច្រេះនោះក៏បាល់ទេវបុត្របានសោយសក្តីសុខក្នុងមនុស្សលោកនិងទេវលោកជាអនុឡោមបដិឡោមអស់មួយពុទ្ធន្តដល់មកសាសនាប្រសាពុទ្ធបរមគ្រូយើងនេះបានមកកើតក្នុងត្រកូលមួយនាមឆំប្រទេសមានឈ្មោះថាកវ៉ាបតិមាននប់ជាមើលសម្លាញ់របស់ព្រះយុថ្ងៃមួយកវ៉ាបមាននប់ទៅស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធបានសម្ដែងព្រះអរហន្តក៏ចូលបួសនៅក្នុងពេលនោះទៅឯដើមជ្រេនោះនៅចាតមហារាជការដែលដុះមុខវិមានរបស់លោកកាលកើតជាទេវបុត្រនោះមិនវិនិច្ឆ័យបាត់បង់តាណាឡើយលោកក៏តែនិមន្តទៅសម្រាកកាយចម្រើនឈានសមាបានក្រោមម្លប់ជ្រេនោះតែរាល់ពេលឯស្ដេចបាយាសេដែលមិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជាអ្នកធ្វើទានខ្ជះខ្ជាលុះទីវង្គតទៅបានតកើតក្នុងចាតមហារាជការជាទេវបុត្រកំសត់ទុរគតពីមានប្រាសាទឥតបរិវារបានឃើញដើមជ្រេះនោះទំនេរក៏ចូលទៅអាស្រ័យនៅថ្ងៃមួយព្រះកវ៉ាបតិថេនិមន្តទៅសម្រាកកាយនាដើមជ្រេះនោះស្រាប់តែឃើញបាយាសេទេវបុត្រនៅត្រង់ទីនោះម្នាក់ឯងទើបសួរថាមនាលទេវបុត្រអ្នកទើបនឹងមកពីទីណាបាយាសេទេវបុត្របានថ្លែងប្រវត្តិរបស់ខ្លួនតាំងអំពីដើមរហូតដល់ចប់លោកបានជ្រាបប្រវត្តិនោះហើយនិមន្តចុះមកថាមនុស្សវិញឯបាយាសេទេវបុត្រក៏នៅអាស្រ័យនឹងដើមជ្រេះនោះដល់រាបមកថ្ងៃមួយព្រះបាទវេស្សវណ្ណបានហៅបាយាសេទេវបុត្រប្រើឲ្យទៅរក្សាសមុទ្រខ្សាច់មួយដែលមានពួកអមនុស្សចេះតែបៀតបៀនពួកឈ្មួញរទេះអ្នកត្រាច់ចោលទៅមកធ្វើពាណិជ្ជកម្មបាយាសេកាលបានពោលអំពីស្ដេចវេស្សវណ្ណហើយក៏ទៅនៅកណ្ដាលវាលខ្សាច់នោះឯដើមជ្រេះក៏ទៅប្រដាល់ស្ថានជីវមានននាដើមខ្សាច់នោះដែរ